នៅអញ្ចឹងគឺគេថាយកផ្កាស្នោនេះគេឆាជាមួយនឹងពងមាន់បងប្អូនទាំងអស់គ្នាតែបើនៅខ្មែរយើងអត់ដែលឃើញមានទេឆាជាមួយនឹងពងមាន់ហ្នឹងមុនថាឆាហ្នឹងក៏ថាមកទិញជាមួយនឹង strawberry មកកញ្ញែងសិនបងប្អូនអើយគេពេលញ៉ៃលួនេះមកកញ្ញែង10 yen មកកញ្ញែង10 yen អញ្ចឹងឯងចាំការទៀតទិញសិនហើយយេស្រាកយើងបើកំងផ្លែប៉ោមក៏ចូលចិត្តផ្លែប៉ោមអញ្ចឹងក៏ទិញឲ្យគាត់ទៅនិយាយទៅថាផ្លែឈើថាកូនចង់ញ៉ាំនឹងតែថាទិញហើយតែបើខុសពីផ្លែឈើហ្នឹងក៏ថាងាយទិញឲ្យតែនិយាយទៅគាត់ពេលខ្លះទៅគាត់ទេចំណីកពីកពុកនៅក្រៅបងប្អូននំកញ្ចប់នំអីចឹងហើយមិនសូវទិញគាត់ញ៉ាំទេតែបើផ្លែឈើនឹងតែទិញហើយថាកូនហាមកចង់នឹងតែទិញហ្មងផ្លែឈើហើយឥឡូវហ្នឹងគឺយើងសស៊ីងគាត់ពងពោតទុកចង់យំមកចង់អីផងទាំងអាទិញអីប៉ុតប្រកបទៅនេះចូលមកតែដឹងទិញអីគាត់ងាកងក់រយជុំផងអីផងហើយគាត់ដឹងថាគាត់ចង់ទិញអីឃើញរបស់ដែលគាត់ចូលចិត្តដល់ពេលចឹងហើយចង់យំផងចង់អីផងម៉ូម៉ៅអត់ដឹងអត់ចេះនិយាយដឹងថាស្អីគេនេះទាំងអស់គ្នាចំហួយហើយក៏អត់ចេះនិយាយចំហួយដល់ពេលក៏ចង់យំចង់អីផងដល់ពេលងាកមកឃើញចំហួយឥឡូវគេសុវ័យចិត្តវិញនេះឥឡូវក៏លេងយំហើយសោចវិញហើយមិញចង់យំឥឡូវសោចវិញនេះគាត់ឃើញចំហួយភ្លាមសោចភ្លាមកូនឯងទិញហើដាក់ថងកូនចង់ទិញលេងយំទៅអូយគាត់ចំហួយក៏ចេះនិយាយដែរយើងសសិញក៏បើថាជ័យគេណាឈ្ងុយទៅបើចំហួយអត់ចេះនិយាយកូនបើអញ្ចឹងកូនបើដល់តែហើយគឺថាលៀង strawberry ហូបមួយម៉ាសិនបងប្អូន strawberry ឆ្ងាញ់ទៅហើយនឹងផ្អែមបន្ទាប់ពីហូបរួចរាល់គឺថាខ្ញុំមកកាត់លឹកកញ្ឆាយសិនកាត់លឹកកញ្ឆាយដើម្បីយកទៅឆាជាមួយនឹងពងមាន់លាយជាមួយនឹងផ្កាស្នោបងប្អូនទាំងអស់គ្នានិយាយទៅលឹកកញ្ឆាយខ្ញុំដាំ2ឆ្នាំនេះមិនចេះតៃសាក់សោះកាត់លោះនិយាយទៅដាំលឹកកញ្ឆាយនេះរលុយបានសាហាវនេះបើគេលក់លឹកកញ្ឆាយគឺថាស្រួលខ្លាំងមែនតើនិយាយទៅវាអត់ចេះតៃសាក់ទេឲ្យដុសលឿនសាហាវដុសមហាសែនលឿនហ្មងកាត់ល្ងាចហ្នឹងគឺថាព្រឹកឡើងមើលទៅប្រឡូកចេញមកឲ្យនិយាយទៅដុសលឿនណាលឹកកញ្ឆាយហ្នឹងបន្ទាប់ពីកាត់រួចរាល់ហើយគឺថាខ្ញុំមកមើលជាមួយនឹងផ្កាស្នោសិនផ្កាស្នោដាក់ទូកកព្រោះអីនៅហ្នឹងបើចង់ទៅបេះភ្លាមហូបភ្លាមមានទេបងប្អូនអើយបើមិនទាន់គេទេនិយាយទៅគេទៅលឿនណាស៊ូកាប់មីកាប់អីចោលតិចអស់ហើយព្រោះអីដើមខ្ពស់គេកាប់ចោលអស់ហើយអញ្ចឹងហើយយើងមានយើងក៏ដាក់ក្នុងទូកទុកទៅផ្កាស្នោហ្នឹងមិនមែនខ្ញុំអ្នកទៅបេះទេណាឪក្មេងខ្ញុំទេទៅសុំគេមកគាត់ទៅបេះក៏បេះមិនបានខ្ញុំទៅបេះក៏បេះមិនបានទៅមិនទាន់គេទេនិយាយទៅបើទៅគេកាប់មីចោលអស់លេងដល់ពេលអញ្ចឹងលេងមានផ្កាណាទៀតហើយដល់ពេលហ្នឹងក៏ឃើញគេបេះបានច្រើនក៏សុំគេទៅបានយកមកហ្នឹងឥឡូវគឺថាខ្ញុំគូសពងមាន់6គ្រាប់សិនបងប្អូនទាំងអស់គ្នានិយាយទៅពងមាន់ហ្នឹងឆាជាមួយនឹងតសក់ផងហើយឆាជាមួយនឹងផ្កាស្នោយើងផងឥឡូវគឺថាខ្ញុំជៀនទុកសិនដើម្បីទុកឆាតសក់អញ្ចឹងជៀនពាក់កណ្ដាលទៅទុកពាក់កណ្ដាលទៀតដើម្បីទុកឆាជាមួយនឹងផ្កាស្នោទុកហ្នឹងមុំហូបគេមានតែប៉ុណ្្នឹងឯងបងប្អូនមានតែឆាហ្នឹងឯងគ្មានអីខុសពីឆាទេនិយាយទៅហូបតែឆាហ្នឹងឯងជាដំបូងគេក៏ថាដាក់លឹកកញ្ឆាយចូលសិនតលឹកកញ្ឆាយយ៉ាងស្ពប់បាទខ្ញុំចាក់ជាមួយនឹងផ្កាស្នោចូលអញ្ចឹងណាឲ្យលឹកកញ្ឆាយយ៉ាងឆ្អិនតិចសិនទៅឥឡូវហ្នឹងក៏ថាខ្ញុំចាក់ផ្កាស្នោចូលសិននិយាយទៅផ្កាស្នោឆ្ងាញ់ណាស់បងប្អូនឆាជាមួយពងមាន់ត្រូវគ្នាខ្លាំងមែនទែនហ្មងណាហើយគេថាក្អូបក្អូបសាហាវបងប្អូនទាំងអស់គ្នាផ្កាហ្នឹងបើយកទៅធ្វើទឹកអប់វិញនឹងក្អូបប៉ុណ្ណាទេនេះខ្ញុំចូលចិត្តក្លិនផ្កាហ្នឹងក្អូបខ្លាំងមែនទែនតែបើផ្កាស្នោស្រុកខ្មែរយើងអត់ក្អូបទេតែបើផ្កាស្នោស្រុកហ្នឹងមិនដឹងមិនក្អូបក្អូបមែនទែនហ្មងខ្ញុំមិនដឹងហើយរកអីមកប្រៀបធៀបជាមួយដូចទឹកអប់អញ្ចឹងក្អូបយ៉ាងសាហាវហ្មងខ្ញុំចូលចិត្តក្លិនផ្កាហ្នឹងខ្លាំងមែនទែនហ្មងហើយខ្ញុំឆាហ្នឹងក៏ថាខ្ញុំដាក់គ្រឿងឲ្យអស់ហើយបាទខ្ញុំចាក់ពងមាន់ក្រោយគេបងប្អូនអរគ្នាចាក់ពងមាន់អញ្ចឹងហើយដាក់ឲ្យវាឆ្អិនពងមាន់មកថាប៉ុណ្ណឹងមកហើយជាការស្រេចនេះដាក់ឲ្យវាតែឆ្អិនពងមាន់ទៅហើយព្រោះយើងដាក់គ្រឿងហើយគេនិយាយពីថាអ្នកផ្ទះខ្ញុំវិញគឺថាចូលចិត្តទាំងអស់គ្នាបងប្អូនអើយថាឆាមួយផ្កាស្នោហ្នឹងក៏ចូលចិត្តដែរព្រោះផ្កាស្នោឆ្ងាញ់ហើយមួយឆ្នាំមានតែម្ដងទេនិយាយទៅផ្កាហ្នឹងមួយឆ្នាំមានម្ដងបើទៅបេះមិនតាន់គេគឺអត់នឹងឯងនិយាយទៅខ្ញុំកំមកបេះតាន់គេណាគេទៅលឿនណាដល់ពេលទៅក្រោយគេអត់មានគេចាប់ដើមចោលទៀតនិយាយទៅដើមខ្ពស់គេបេះដល់អញ្ចឹងដល់ពេលហ្នឹងគេកាប់វាទៅតម្លាក់មកបានស្រួលបេះអញ្ចឹងណាដល់ពេលមួយឆ្នាំមានម្ដងដល់ពេលធ្វើអញ្ចឹងលេងបានហូបហើយបេះបានតែម្ដងហ្នឹងហើយមានជាមួយនឹងឆាតសក់ហ្នឹងជាមួយនឹងពងមាន់និយាយទៅពងមាន់ហូបនិយាយទៅធ្វើស្អីក៏ពងមាន់ដែរនិយាយទៅផ្ទះខ្ញុំហូបពងមាន់ហ្នឹងហូបចុះសាហាវហ្មងខ្ញុំទិញម្ដងបងប្អូនទាំងអស់គ្នាទិញម្ដងចង់100គ្រាប់200គ្រាប់អីចឹងទៅបើខែត្រជាក់ទិញច្រើនណាតែបើខែក្តៅខ្ញុំហ៊ានទិញច្រើនទេទិញត្រឹម100គ្រាប់អីហ្នឹងព្រោះអីតែយើងតែក្តៅទៅនេះអញ្ចឹងអាខូចដល់ពេលអញ្ចឹងឲ្យតួបានយូរទេពងមាន់ដល់ពេលអញ្ចឹងទិញតែត្រឹម100គ្រាប់អីទេបន្ទាប់ពីឆាតសក់រួចរាល់ហើយគេថាខ្ញុំមកខជាមួយនឹងភ្លៅមាន់ឲ្យយាសសិននិយាយទៅកូនខ្ញុំក៏កំងអញ្ចឹងដល់ពេលអញ្ចឹងទៅធ្វើឲ្យគាត់មកមុខទៀតទៅខហ្នឹងខតែប្រហែលភ្លៅនិយាយទៅហូប2ថ្ងៃប្រហែលភ្លៅហ្នឹងគាត់ពីអ្នកបងប្អូនក៏ហូបមិនអស់ហ៎គឺខ្ញុំអត់សូវចូលចិត្តទេនិយាយទៅខ្ញុំបើពីមុនចូលចិត្តឲ្យតែឃើញភ្លៅមាន់ភ្លៅអីចូលចិត្តតែឥឡូវផ្សេងទៅបងប្អូននិយាយទៅមនុស្សយើងតាមវ័យចូលចិត្តតាមវ័យមែនតាវ័យជំទង់ផ្សេងវ័យចំណាស់ផ្សេងវ័យកណ្ដាលផ្សេងអញ្ចឹងទៅចូលចិត្តទៅចំណងចំណូលខុសគ្នាអញ្ចឹងទៅ
បើខ្ញុំមកឡចូលចិត្តសោះផ្លូវមាត់ហ្នឹងអត់ចូលចិត្តសោះបើអត់ដូចមុនវិញមិនបាច់ទេនេះឃើញហូបខ្ទេចខ្ទីអស់ហើយមិនសទេហើយនេះកញ្ញានេះកំពុងតែខឹងនេះអូយខឹងរហូតទាំងស្អីទេកូនខ្ញុំមួយថ្ងៃខឹងរហូតហើយវីដេអូយើងក៏មានតែប៉ុណ្្នឹង